បាទសូមជម្រាបសួរបងប្អូនសាជាថ្មីម្ដងទៀតបាទមកកាន់ Channel 2D Knowledge បាទហើយនៅថ្ងៃនេះខ្ញុំមានមេរៀនមួយទាក់ទងជាមួយនឹងការចង macro ចង font យើងចង macro ដើម្បីដាក់កូដទៅវាយទៅគឺវាចេញតែម្ដងហើយក៏អធ្យាស្រ័យសម្រាប់បងប្អូនដែលបានចេះហើយវីដេអូនេះសម្រាប់បងប្អូនដែលថ្មីដែលទើបតែចាប់ផ្ដើមរៀនកុំព្យូទ័រហើយពីរបៀបចងឧទាហរណ៍ថាខ្ញុំវាយខ្ញុំ control លេខ1ខ្ញុំវាយទៅគឺវាចេញចឹងបាទវាមានពុំអក្សរដល់ពេលខ្ញុំចុច control លេខ2ចឹងវាយវាចេញមកចេះវិញបងប្អូនណា control លេខ1វាមកអក្សរដិត control លេខ2វាមក style អក្សរផ្សេងបាទអញ្ចឹងតើយើងធ្វើដោយមិនដាច់តកតងជាមួយនឹងការកំណត់ font macro នេះបាទជាដំបូងគឺយើងចូលទៅកន្លែង view ហើយខ្ញុំទៅលុបសិនពីព្រោះខ្ញុំបានចង2មិញនេះហើយខ្ញុំទៅលុបដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀតបាទខ្ញុំ delete វាខ្ញុំ delete នេះមួយទៀតបាទ close វាបាទជាដំបូងគឺបងប្អូនមានកតាសចូលនៅក្នុង Word អញ្ចឹងមកហើយចូលកន្លែង view ហើយមានពាក្យថា macro បងប្អូនចូលកន្លែង record macro មកចូល record macro យើងយក keyboard បាទពេលបន្ត keyboard បងប្អូនឃើញកន្លែងនេះកន្លែង press new នេះ shortcut key នេះបងប្អូនចុចshortcut key ឧទាហរណ៍ខ្ញុំចុច control លេខ1ចុច control ឲ្យជាប់ហើយចុចលេខ1បាទវាចេញ control លេខ1ដូចនេះបងប្អូនយកពាក្យ assign បាទហើយបិទវិញចុះ close កន្លែងនេះបាទបន្ទាប់មកវានៅជាប់ record បងប្អូនឃើញទេវា record អញ្ចឹងយើងចូលកន្លែង home ដើម្បីទៅកំណត់ control លេខ1មិញហ្នឹងយើងកំណត់ចង់បានអីគេចង់បានខ្មែរ OS មូលាយអញ្ចឹងយើងចោតកំណត់ហ្នឹងមកហើយ font វា14អាហ្នឹងយើងស្រេចយើងស្រឡាញ់ទេហើយបន្ទាប់មកចង់ដាក់ហ្នឹងកតាលចង់ដាក់ខាងកតាលនេះណាបាទយើងកំណត់ប៉ុណ្ណឹងហើយឬក៏យើងចង់កំណត់អក្សរដិតទៀតយើងដាក់ B នេះមួយទៀតមកអក្សរ trade អក្សរអីចឹងទៅតាមបងប្អូនតម្រូវការឥឡូវខ្ញុំដាក់ត្រឹមហ្នឹងសិនហើយយើងចូលទៅ view វិញដើម្បីទៅបិទ record ដែលយើង record មិញយើង stop បាទតើមកយើងបានមួយហ៎បាទពេលយើងវាយទៅគឺវាចេញអក្សរដិតតែម្ដងឥឡូវយើងចង់ឲ្យវាទៅជា font ធម្មតាវិញអញ្ចឹងយើងត្រូវចងមួយទៀតគឺចងយើងចូលកន្លែងហ្នឹងដែរបាទចូលកន្លែងនេះមកយើង record ចុច keyboard នេះកន្លែងនេះមិញយើង control លេខ1ឥឡូវយើង control លេខ2បាទកន្លែង2ណាដើម្បីចងវាតើមក assign ហើយយើង close វិញមកបន្ទាប់មកយើងទៅចូលកន្លែងកំណត់ home នេះយើងចូលកន្លែង home នេះយើងយកកំណត់រក font ដែលបងប្អូនចង់ចងវាណាឥឡូវខ្ញុំយកខ្មែរ OS system ហើយកំណត់វានេះយក12ហើយឲ្យវាមកដើមបន្ទាត់វិញហើយអត់ដិតទេអក្សរធម្មតាបាទអញ្ចឹងបងប្អូនបានកំណត់អញ្ចឹងហើយយើងចូលទៅ view វិញមកបាទហើយយើងទៅ stop វាវិញបាទអញ្ចឹងពេលដែលយើងវាយអក្សរទៅគឺវាចេញអញ្ចឹងបាទហើយបើសិនជាយើងចង់ចូលបន្ទាត់មកយើងចង់មកអក្សរដិតវិញយើងគ្រាន់ control លេខ1មកវារត់មកកតាលនេះឃើញហើយយើងសរសេរទៅចេញអញ្ចឹងវិញហើយដល់ពេលយើងចង់ឲ្យវាមក control លេខ2វិញឲ្យវាមកអក្សរខ្មែរ OS system វិញយើងចុចមកវារត់មកវិញបាទអញ្ចឹងនេះគឺជារបៀបក្នុងការចង font ងាយស្រួលក្នុងការដែលយើងខ្ជិលទៅសារ៉េកន្លែងនេះចុះឡើងណាបាទយើងដឹង font ថាយើងចង shortcut key អីគេ control លេខ1បាទវាទៅជាពេលដែលយើងវាយទៅគឺវាអក្សរដិតហើយ control លេខ2បាទយើងវាយទៅអក្សរធម្មតាអញ្ចឹងនេះគឺជាអ្វីដែលយើងអាចកំណត់បានហើយយើងអាចចងច្រើន font បានទៀតជា font អង់គ្លេសអីក៏បានដែរឥឡូវនេះបាទយើងចងជា font អង់គ្លេសមួយទៀតហើយយើង record វាទៅបាទយើងយកកន្លែងនេះហើយយើងកន្លែងនេះ control លេខប៉ុន្មានឧទាហរណ៍លេខ3អញ្ចឹងទៅបាទហើយ assign ហើយយើង close វាតើមកយើងទៅកំណត់បាទកន្លែងនេះយើងចង់កំណត់ font អង់គ្លេសហ្នឹងជា font Times New Roman ឬក៏ font អីក៏បានដែរដែលបងប្អូនស្រឡាញ់ខ្ញុំយកហ្នឹងហ
ហើយទំហំវា11អញ្ចឹងទៅបន្ទាប់មកយើងចង់ឲ្យ font ហ្នឹងដាក់ដើមបន្ទាត់ឬក៏មានអក្សរដិតឥឡូវយើងដាក់ដើមបន្ទាត់ហើយមានអក្សរដិតដែរព្រោះខ្មែរTimes New Roman ហ្នឹងគឺវាអក្សរវាដិតយើងល្អដែរតែមកយើងកំណត់បានប៉ុណ្ណឹងហើយយើងទៅណាទៅ view វិញមកទៅ stop វាវិញបាទយើង stop វាវិញណាបាទពេលដែលយើងដូរ font ហ្នឹងជាអង់គ្លេសវិញមកយើងឃើញកន្លែង font នេះអង់គ្លេសហើយបន្ទាប់មកយើងសាកវាយមើលបាទឃើញទេនេះជា font ខ្មែរTimes New Roman តែម្ដងវាជាប់តែម្ដងណានេះកន្លែងនេះបងប្អូនណាបាទពេលដែលយើងវាយទៅវាជាប់តែម្ដងឥឡូវយើងទៅកំណត់មួយទៀតទៅកំណត់ font អង់គ្លេសដដែលប៉ុន្តែយើងអត់ចង់បានដិតទេយើងចង់បានធម្មតាយើង record ទៀតមកបាទហើយយើងកន្លែងនេះបាទកន្លែងនេះយើង control លេខមិញលេខ3ឥឡូវយើងដាក់លេខ4បាទហើយ assign វាមកហើយ close នេះមកហើយយើងទៅកំណត់ font ដែលយើងចង់បានបាទចង់បាន font របៀបណាជា font អង់គ្លេសដែលយើងទូទៅយើងប្រើប្រចាំថ្ងៃបាទយើងអាចកំណត់តាមអ្វីដែលយើងស្រឡាញ់ទៅបាទឥឡូវយើងឥឡូវខ្ញុំដាក់កំណត់ font នេះចឹងបាទពេលយើងចុច font ហ្នឹងហើយកំណត់វាប្រហែល12អីចឹងទៅតែបងប្អូនស្រឡាញ់បាទបន្ទាប់មកយើងចុចកន្លែងនេះឲ្យដើមចឹងណាហើយយើងទៅ stop វាវិញបាទហើយ stop មកបាទអញ្ចឹងពេលដែលយើងចុះបន្ទាត់មកគឺពេលដែលយើងចុះបន្ទាត់យើងវាយធម្មតានេះកន្លែងចុះបន្ទាត់នេះយើងវាយមកគឺវានៅចេញខ្មែរ font Times New Roman អញ្ចឹងយើងចង់ដូរ font មកយើងចុចកន្លែង control លេខ4ហ្នឹងមិញណាបាទ control លេខ4 control លេខ3ឃើញបងប្អូនយើងអាចកំណត់បានណាដូចថា control លេខ3វាចេញមកមិនវាចេញចេះបាទដល់ពេលខ្ញុំចុះបន្ទាត់ខ្ញុំ control លេខ4វាចេញចេះវារៀងដិតជាងបាទអញ្ចឹងនេះជា style ដែលយើងអាចកំណត់បានទាំងភាសាខ្មែរនិងភាសាអង់គ្លេសបាទយើងអាចកំណត់ជាមួយនៅក្នុងការចង macro នេះបាទ macro ហើយក៏មានបងប្អូនខ្លះដែលគាត់សួរដែរតើតើនឹងថាពេលចងហើយចង់លុបវិញងាយស្រួលទេបងប្អូនចូលកន្លែងនឹងដដែលហើយយើងចូលកន្លែង record កន្លែងនេះ view record ឯមកអញ្ចឹងនៅក្នុង view record នេះយើងឃើញមានតាំងពី1 2 3 4ណាមាន4ដែលខ្ញុំចងមិញហ្នឹងយើងគ្រាន់តែ select វាមួយអញ្ចឹងមកឬក៏យើងចុចលើវាមួយអញ្ចឹងមកហើយយើង delete វាបាទ delete វាមកហើយយើង yes មកបាទលុបមួយណាហើយយើងចង់លុបអានឹងទៀតយើងលុបទៀតមកបាទហើយ yes មកលុប2យើងចុចទៀតមកបាទលុបអាហ្នឹងគឺយើងលុបអត់មានចងអីទេករណីដែលយើងចងនេះគឺងាយស្រួលក្នុងការកំណត់ font ដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃយើងចង់កំណត់ថា control លេខ1គឺ font ខ្មែរ OS system ឬក៏ control លេខ2 font ខ្មែរ Moonlight ហើយបើសិនភាសាអង់គ្លេសយើងកំណត់ទៅ font លេខ1 font រៀងអក្សរ Times New Roman អញ្ចឹងទៅហើយ font ទី2គឺ font អីចឹងយើងចង control លេខម៉ានអានឹងអាស្រ័យទៅលើបងប្អូនចាំshortcut key ដែលបងប្អូនចង់ចងវាជាមួយនឹង macro នេះអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចនឹងយល់ហើយអាចធ្វើបានទាក់ទងជាមួយនឹងការចង font ភាសាខ្មែរភាសាអង់គ្លេសនៅក្នុងfont ចងជាមួយនឹង macro បាទអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាហើយតាមតាន់មេរៀនជាមួយគ្នានៅពេលនេះហើយសង្ឃឹមថាយើងនឹងមានមេរៀនថ្មីបន្តទៀតដែលបងប្អូនជួយចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូដែលខ្ញុំអាប់ឡូតជាបន្តទៀតផងដែរបាទសូមអរគុណសូមជម្រាបលា